100 គីឡូស៊ីសាំងត្រឹមតែ 1.2 លីត្រតែប៉ុណ្ណោះហើយនេះគឺជារថយន្តស៊េរីថ្មីបាទ Forcing Nova PHEV ស៊េរីឆ្នាំ 2025 ដែលមានតម្លៃឥឡូវនេះហ៎បងប្អូនកក់ឥឡូវនេះតម្លៃចុះនៅសល់ត្រឹមតែកៅអីម៉ាសាគឺបញ្ជានៅលើអេក្រង់នេះតែម្ដងមានទាំងសងខាងតែម្ដងងាយស្រួលក្នុងការបញ្ជាបងប្អូនជឿហ៎បើសិនបើខ្ញុំជម្រាបបងប្អូនថារថយន្តនៅពីមុខបងប្អូននេះ100 គីឡូស៊ីសាំងត្រឹមតែ 1.2 លីត្រតែប៉ុណ្ណោះបងប្អូនដោយសាររថយន្តស៊េរីថ្មីនេះប្រើជាមួយនឹងបច្ចេកវិទ្យា Plug-in Hybrid ហើយក៏ជារថយន្តស៊េរីថ្មីដែលទៅតែមកដល់ដែរហើយថ្ងៃនេះគឺជាថ្ងៃបាទសម្ពោធជាផ្លូវការនៅរថយន្តស៊េរីថ្មី Forcing Nova PHEV ស៊េរីឆ្នាំ 2025 ដែលតម្លៃវិញគឺពិសេសខ្លាំងមែនទែនហើយនៅក្នុងកម្មវិធីនេះគឺមានកម្មវិធីពិសេសជាច្រើនដូចជារបាំជូនពរសន្ទរកថារបស់ថ្នាក់ដឹកនាំបាទមតិខ្លីៗរបស់អតិថិជនដែលប្រើប្រាស់ Forcing ក៏ដូចជាមានចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ដែរឡើងធ្វើបទបង្ហាញនៅលើឆាកហ្នឹងមានអារម្មណ៍ថាប្លែកម្យ៉ាងដែរបងប្អូនធ្លាប់តែ review លក្ខណៈថាចិត្តឡានអញ្ចឹងណាដល់ពេលឡើងលើឆាកមានអារម្មណ៍ថាសប្បាយម្យ៉ាងក៏ដូចជាពេញចិត្តក្នុងការធ្វើការបទបង្ហាញជូនបងប្អូនប៉ុន្តែរថយន្តដែលបងប្អូនកំពុងតែឃើញនេះគឺមានចំណុចពិសេសច្រើនដែលខ្ញុំចង់ណែនាំឲ្យបងប្អូនដឹងហើយនេះគឺជារថយន្តស៊េរីថ្មីបាទ Forcing Nova PHEV ស៊េរីឆ្នាំ 2025 ដែលមានតម្លៃឥឡូវនេះហ៎បងប្អូនកក់ឥឡូវនេះតម្លៃចុះនៅសល់ត្រឹមតែ $62,888 ដុល្លារតែប៉ុណ្ណោះអញ្ចឹងពិសេសខ្លាំងមែនទែនហើយជាប្រភេទ MPV ប្រើជាមួយនឹងបច្ចេកវិទ្យា Plug-in Hybrid មានរហូតដល់7កៅអីជាលក្ខណៈថារថយន្តលំដាប់អភិជនតែម្ដងបើនៅខាងក្នុងវិញគឺប្រណិតសាហាវតែម្ដងបងប្អូនឥឡូវក៏លេខមកមើលផ្នែកខាងមុខបន្តិចបងប្អូនផ្នែកខាងមុខគឺអំណាចកាចស្អាតប្រណិតជាមួយនឹងក្រូមេឃើញទេឆ្នោតច្រើនឆ្នោតមែនទែនហើយក៏មាន logo របស់ Forcing ក៏លេខមកមើលនេះបងប្អូនជង្គៀងប្រភេទ Daytime Running Light វិញគឺស្អាតឆ្នោតបែបហ្នឹងគឺប្លែកតែម្ដងក៏ជាប្រភេទ LED ដែរហើយខាងលើនេះបង្កប់នៅសញ្ញោនៅកន្លែងហ្នឹងតែម្ដងហើយកន្លែងនេះគឺជាភ្លើងបំភ្លឺពេលថ្ងៃអធិស្ឋានហើយកន្លែងនេះគឺជាភ្លើងបំភ្លឺពេលយប់ជាប្រភេទ LED កន្លែងនេះ design បែបគុជបាទស្អាតខ្លាំងមែនទែនជាលក្ខណៈថាគ្រាប់ពេជ្រតែម្ដងណាបងប្អូនហើយមាន sensor ចូលចតផ្នែកខាងមុខក៏ដូចជាមានកាមេរ៉ាមុខផងដែរក្រឡេកមកមើលផ្នែកចំហៀងរបស់រថយន្ត Forcing Nova PHEV ស៊េរីថ្មីនេះគឺមានបាទគេហៅថាការរចនាស្អាតខ្លាំងមែនទែនជាពិសេសជាមួយនឹង line ជាមួយនឹង chrome បងប្អូនឆ្នោតបែបនេះហើយកញ្ចក់នេះក៏មានពីរបាទពណ៌ដែរពណ៌ខ្មៅបូកជាមួយនឹងពណ៌សក៏ដូចជាមានបាទកាមេរ៉ាមួយគ្រាប់ដែរហើយកន្លែងនេះក៏មានបាទក្រូមេដែរហើយពេលដែលយើងបើកភ្លើងទៅកន្លែងនេះភ្លឺបងប្អូនភ្លឺស្អាតណាស់ហើយក្រឡេកមកមើលយ៉ានវិញបងប្អូនយ៉ានក៏មានការរចនាស្អាតទំហំ19អេងជាប្រភេទអាលុយមីញ៉ូមអញ្ចឹងបើកបរទៅណាក៏អត់បញ្ហាដែរហើយរថយន្តនេះបងប្អូនគឺមានទទឹងប្រវែងសរុបរហូតទៅដល់ 5.2 ម៉ែត្រឯណោះហើយចំពោះកម្ពស់វិញរហូតទៅដល់ 1.8 ម៉ែត្រហើយទទឹងវិញរហូតទៅដល់ 1.9 ម៉ែត្រអញ្ចឹង dimension ទំហំប៉ុណ្នេះគឺធំទូលាយស្រឡះតែម្ដងហើយចំពោះទ្វារផ្នែកខាងចំហៀងនេះក៏យើងអាចបើកបានយ៉ាងស្រួលដោយសារតែមានប្រព័ន្ធបាទម៉ូទ័រជួយជំនួយអញ្ចឹងណាបងប្អូនហើយចំពោះទ្វារនេះវិញក៏ជាប្រភេទទ្វារបើកអូតូផងដែរឃើញទេបងប្អូនបាទហើយកន្លែងដែលយើងអាចបិទឬក៏បើកក៏មានច្រើនដែរបន្តិចទៀតចាំខ្ញុំ mention ផ្នែកខាងក្នុងជូនបងប្អូនតែឥឡូវបងប្អូនមកមើលផ្នែកចំហៀងហើយយើងចូលមកដល់ផ្នែកខាងក្រោយតែម្ដងផ្នែកខាងក្រោយវិញប្រើប្រាស់ជាមួយនឹងទ្វារប្រភេទ automatic ងាយស្រួលក្នុងការប្រើប្រាស់មែនតើហើយខ្ញុំស្រឡាញ់ជាមួយនឹងការ design បាទភ្លើង stop បែបទ្រវែងបែបហ្នឹងពីឆ្វេងដល់ស្ដាំតែម្ដងមើលទៅកាន់តែប្រណិតហើយក៏ស្អាតដែរជាមួយនឹងអក្សរ Forcing ហើយនឹងកន្លែងនេះគេដាក់ថា V8 ក៏ដូចជាប្រព័ន្ធ PHEV Plug-in Hybrid Electric Vehicle ចឹងពិសេសខ្លាំងមែនទែនហើយចំពោះកម្រិតស៊ីសាំងដូចខ្ញុំជម្រាបបងប្អូនអញ្ចឹង 1.2 លីត្រតែប៉ុណ្ណោះក្នុងរយៈចម្ងាយ100 គីឡូម៉ែត្រហើយខាងក្នុងនេះខ្ញុំមានកន្លែងពិសេសចង់ជម្រាបបងប្អូនបន្តិចនេះបងប្អូនខាងក្នុងនេះគឺមានកៅអីជួរទី3ដែលយើងអាចទម្លាក់ឬក៏លើកស្រួលមែនទែនបាទនេះបងប្អូនដូចឃើញស្រាប់អញ្ចឹងបើសិនបើបងប្អូនជិះគ្នាតែ 2-3 នាក់ទេយើងអាចបាទទម្លាក់អញ្ចឹងដើម្បីយក space ដាក់អីវ៉ាន់ណាតែបើសិនបើបងប្អូនមានសមាជិកច្រើនបងប្អូនអាចទាញវាឡើងមកវិញមកបាទហើយការទាញក៏ស្រួលដែរគេមានទំពក់នេះបងប្អូនយើងអាចទាញឡើងមកអញ្ចឹងមកឃើញទេបាទបន្តមកយើងរុញដៃបន្តិចមក
ឃើញទេបងប្អូនស្រួលទេបាទហើយនៅពេលដែលបងប្អូនចង់ទម្លាក់វិញក៏បងប្អូនធ្វើបានដោយស្រួលដែរគ្រាន់តែបងប្អូនទាញនេះតមកយើងអាចទៅបានឬក៏បងប្អូនទាញនេះមួយទៀតមកដើម្បីទម្លាក់ចូលខាងក្រោមនេះឃើញទេឃើញទេបងប្អូនស្រួលទេបាទខាងនេះក៏ធ្វើអញ្ចឹងដូចគ្នាដែរនេះចំពោះកៅអីជួរទី3គឺមានអត្ថប្រយោជន៍ខ្ពស់មែនទែនទៅបងប្អូនយើងចូលទៅដល់កៅអីជួរទី2ដែលគេហៅថាជួរ business class លំដាប់អភិជនតែម្ដងលំដាប់អភិជនយ៉ាងម៉េចឥឡូវបងប្អូនមកស្ដាប់ជាមួយនឹងខ្ញុំបាទដោយសារតែកៅអីនេះគឺមានទម្រជើងដែលយើងអាចផ្ដេកសម្រេតដេកបានបាទសម្រានបានហើយក៏ជាប្រភេទកៅអីដែលមានមុខងារជាច្រើនដូចជាខ្យល់ក្តៅត្រជាក់ហើយនឹងមុខងារម៉ាស្សាកៅអីម៉ាស្សាគឺបញ្ជានៅលើអេក្រង់នេះតែម្ដងមានទាំងសងខាងតែម្ដងងាយស្រួលក្នុងការបញ្ជាហើយការបញ្ជាទៅលើមុខងារម៉ាស្សាបងប្អូនអាចរើសទៅតាមចំណង់ចំណូលចិត្តចង់ម៉ាស្សាខ្នងឬក៏ច្បាច់ខ្នងច្បាច់ស្មាហ្នឹងគឺមានទាំងអស់តែម្ដងបងប្អូនហើយចំពោះកៅអីនេះក៏យើងអាចសេរីទៅតាមប៊ូតុងអេឡិចត្រូនិកនៅផ្នែកចំហៀងនេះបានផងដែរចង់ទៅមុខបន្តិចមកក្រោយបន្តិចឬក៏ចង់សម្រេតគឺអត់មានបញ្ហាសម្រាប់រថយន្តនេះទេទាំងសងខាងហ្មងណាបងប្អូនហើយក៏មានប៊ូតុងសម្រាប់បញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ហើយម៉ាស៊ីនត្រជាក់របស់រថយន្តនេះគឺនៅផ្នែកខាងលើណែបងប្អូននេះឃើញទេនៅផ្នែកខាងលើទាំងជួរទី2ក៏ដូចជាជួរទី3យើងអាចសេរីទៅតាមប៊ូតុងខាងក្រោមនឹងបានណាហើយក៏មានកន្លែងយើងដាក់ទូរស័ព្ទដាក់អីវ៉ាន់ផ្សេងក៏ដូចជារុនសម្រាប់យើងបញ្ចូលថ្មអញ្ចឹងទៅជាប្រភេទ Type C ក៏ដូចជារុនកតុយបារីផងដែរហើយបើសិនតែយើងចង់ស្អាតបិទមកវិញមកឃើញស្អាតទេបងប្អូនហើយកន្លែងនេះខ្ញុំមានអារម្មណ៍ថាស្រឡះធំមែនទែនយើងអាចដាក់វ៉ាលីក៏បានដែរកន្លែងនេះបាទបើសិនបើមានកូនក្មេងដាក់កៅអីតាហ្នឹងមកឲ្យវាអង្គុយក៏បានដែរអញ្ចឹងរថយន្តនេះពិសេសមែនទែនអ្វីដែលកាន់តែពិសេសលើសនេះទៅទៀតបងប្អូនរលេចមកមើលផ្នែកខាងលើគឺមានដំបូលបើកពីផ្នែកខាងមុខដល់ផ្នែកខាងក្រោយតែម្ដងដល់ការរចនាផ្នែកខាងក្នុងកន្លែងកាប៊ីននេះបងប្អូនគឺប្រណិតស្អាតក៏ដូចជាមានផាសុខភាពហើយការ design គឺថេចនិយមតែម្ដងមើលតែអេក្រង់បងប្អូនលក្ខណៈទ្រវែង3កំណាត់ហើយកណ្ដាលនេះទំហំ 16.2 អេងទាំងសងខាងនេះទំហំរហូតទៅដល់ 12.3 អេងមានកាមេរ៉ា360 degree ទៀតនេះកន្លែងនេះខ្ញុំចុចកាមេរ៉ា360 degree ឲ្យបងប្អូនមើលនេះឃើញទេបងប្អូនបាទនៅចំកណ្ដាលនឹងតែម្ដងហើយអេក្រង់នេះគឺយើងអាចបញ្ជាទៅលើមុខងារម៉ាស្សាក៏ដូចជាមុខងារផ្សេងសម្រាប់អ្នកធ្វើដំណើរផ្នែកខាងមុខណាបងប្អូនហើយចំពោះ Unlock Center Console នេះបងប្អូននេះមានការរចនាស្អាតមែនទែនការ design របស់ចង្កឹះលេខដូចជាមួយនឹងពេជ្រអញ្ចឹងហើយងាយស្រួលក្នុងការចាប់កាន់ហើយមានប្រព័ន្ធប្រាំងដៃអេឡិចត្រូនិកប្រព័ន្ធ auto hold ក៏ដូចជាមាន wireless charge wireless នេះគឺនៅចំដៃយើងល្អមែនទែនគ្រាន់តែដាក់ទូរស័ព្ទមកវានឹងចូលហើយបងប្អូនឆ្ងល់ថាកន្លែងនេះស្អីហ៎គឺកន្លែងយើងដាក់កែវទឹកហ្នឹងហើយពេលដែលយើងដាក់ទៅវាមិនលឹបទៅក្រោមចេះបាទអញ្ចឹងគឺប្រណិតក៏ដូចជាមានគេហៅថាភាពងាយស្រួលមួយយ៉ាងទៀតសម្រាប់អ្នកធ្វើដំណើរក៏ដូចជាអ្នកបើកបរហើយចំពោះផ្នែកខាងក្រោមនេះយើងអាចដាក់កាតាបរបស់នារីរបស់ប្រពន្ធយើងអញ្ចឹងទៅឬក៏អីវ៉ាន់ផ្សេងមានកន្លែងយើងបញ្ចូលទូរស័ព្ទទៀត Type C ក៏មាន Type A ក៏មានអញ្ចឹងកាន់តែពិសេសសម្រាប់រថយន្តនេះចូលមកដល់ដៃចង្កូតវិញបងប្អូនគឺជាដៃចង្កូតប្រភេទអេឡិចត្រូនិកធូរក្នុងការបង្វិលណាខ្ញុំប្រើតែចង្អុលមួយក៏បង្វិលបានដែរហើយមានលក្ខណៈថា full function តែម្ដងជាប្រភេទគេហៅថាប៊ូតុងចុចបញ្ជានៅលើនេះកាមេរ៉ា360ក៏មានបាទ Adaptive Cruise Control ក៏មានហើយបញ្ជាទៅលើចម្រៀងក៏ដូចជាមុខងារផ្សេងមាននៅលើដៃចង្កូតនេះទាំងអស់តែម្ដងហើយចំពោះបាទអេក្រង់ផ្នែកខាងលើនេះបងប្អូនគឺជាបាទអេក្រង់ដែលមានមុខងារកាមេរ៉ាសម្រាប់មើលខាងក្រោយពិសេសខ្លាំងមែនទេបាទកាមេរ៉ាឡើងច្បាស់មើលផ្នែកខាងក្រោយអញ្ចឹងសុវត្ថិភាពថែមមួយកម្រិតទៀតហើយកន្លែងនេះវិញបងប្អូនគឺកន្លែងយើងបើកទ្វារសម្រាប់ឲ្យថ្នាក់ដឹកនាំយើងឬក៏បាទគ្រួសារយើងជិះកៅអីជួរទី2យើងអាចចុចខាងស្ដាំសម្រាប់ទ្វារខាងស្ដាំខាងឆ្វេងនេះសម្រាប់ខាងឆ្វេងអញ្ចឹងទៅយើងអាច touch screen ក៏បានដែរបងប្អូនហើយកន្លែងនេះវិញគឺជាប៊ូតុងសម្រាប់យើងបើកដំបូលបាទផ្នែកខាងលើអញ្ចឹងនេះគឺជាលក្ខណៈពិសេសត្រួសរបស់រថយន្តបាទស៊េរីថ្មីនេះបើសិនបើខ្ញុំមានឱកាសខ្ញុំនឹងយករថយន្តនេះទៅថតនៅក្រៅហើយតេស្តត្រាយក៏ដូចជាសាកល្បងនៅមុខងារពិសេសជាពិសេសមុខងារសុវត្ថិភាពរបស់រថយន្តនេះជូនបងប្អូនម្ដងទៀតប៉ុន្តែវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅដល់ផ្នែកម៉ាស៊ីនតែកាន់តែពិសេសខ្ញុំស្រឡាញ់អំពីរថយន្តនេះ MPV អត់ដែលមាន PHEV ទេហើយរថយន្តនេះគឺមានហើយបងប្អូន Plug in Hybrid នេះកន្លែងយើងបញ្ចូលអគ្គិសនីហើយសូមបញ្ជាក់បងប្អូន
បញ្ចូលអគ្គិសនីមកពេញយើងអាចជិះបានរហូតទៅដល់200គីឡូឯណោះបូកជាមួយនឹងសាំងមកពេញទៀតអាចជិះបានរហូតទៅដល់1300គីឡូហើយចំពោះបាទរថយន្តនេះប្រើជាមួយនឹងម៉ាស៊ីនសាំង 1.5 turbo charge ដែលអាចផលិតកម្លាំងបានខ្លាំងមែនទែនរហូតទៅដល់204 PS និងកម្លាំងរមួលកង់រហូតទៅដល់540 Newton meters ឯណោះហើយនឹងកម្រិតស៊ីសាំងកាន់តែពិសេសដោយសារតែ 1.2 លីត្រតែប៉ុណ្ណោះក្នុងរយៈចម្ងាយ100គីឡូម៉ែត្រខ្ញុំនៅតែមែនសិនហើយមែនសិនទៀតជាមួយនឹងកម្រិតស៊ីសាំងនេះដោយសារវាគឺជាគេហៅថា core value មួយរបស់រថយន្តស៊េរីថ្មីនេះក្នុងតម្លៃត្រឹមតែ 60000 ជាងតែប៉ុណ្ណោះអញ្ចឹងប្រសិនបើបងប្អូនចង់បានរថយន្តស៊េរីថ្មីនេះអាចទំនាក់ទំនងទៅ Forcing Cambodia ដើម្បីទទួលបាននៅ promotion ក៏ដូចជាការបញ្ចុះតម្លៃនិងសេវាផ្សេងៗពីក្រុមហ៊ុនជាចុងក្រោយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា